ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះវិហារនាំយកថវិការបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានចុះសួរសុខទុក្ខលោកអានសារិទ្ធដែលមានជំងឺធ្ងន់ធ្ងរមុនពេលលោកទទួលមរណភាពទាំងក្តីអាឡោះអាល័យនៅវេលាម៉ោង 3:15 នាទីរសៀលថ្ងៃទី 19 ខែឧសភាឆ្នាំ 2026 នេះលោកស្រីហែមសុគន្ធពិសីប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានបានអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកថវិកាឧបត្ថម្ភរបស់ឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានទៅប្រគល់ជូនលោកអានសារិទ្ធមន្ត្រីបម្រើការងារនៅមន្ទីរព័ត៌មានខេត្តព្រះវិហារដែលកំពុងសម្រាកព្យាបាលជំងឺក្នុងស្ថានភាពធ្ងន់ធ្ងរនៅគេហដ្ឋានលងស្ថិតនៅភូមិគោកបេងសង្កាត់កំពង់ប្រណាកក្រុងព្រះវិហារខេត្តព្រះវិហារនៅក្នុងឱកាសចុះសួរសុខទុក្ខនោះបានស្ដែងឡើងនៅទិដ្ឋភាពដ៏ក្តុកក្តួលនិងអាណិតអាសូរជាពន់ពេកដោយសារស្ថានភាពជំងឺមានសភាពធ្ងន់ធ្ងរខ្លាំងលោកអានសារិទ្ធមិនអាចងើបអង្គុយឬទទួលរាក់ទាក់ថ្នាក់ដឹកនាំបានឡើយទោះជាយ៉ាងណាតាមរយៈក្រសែភ្នែកដែលពោពេញដោយក្តីរំភើបនិងក្តុកក្តួលចំពោះការយកចិត្តទុកដាក់របស់លោកស្រីប្រធានមន្ទីរក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រីលោកអានសារិទ្ធបានសម្រក់ទឹកភ្នែកសូម្បីតែការនិយាយស្ដីក៏មិនរួចដែរដែលធ្វើឲ្យថ្នាក់ដឹកនាំនិងសហការីទាំងអស់បានចុះទៅផ្ទាល់មិនអាចទប់ទឹកភ្នែកបានឡើយជាអកុសលនិងជាការបាត់បង់មន្ត្រីដ៏ល្អមួយរូបក្រោយការចុះសួរសុខទុក្ខបានត្រឹមតែជាង1ម៉ោងប៉ុណ្ណោះពលគឺនៅវេលាម៉ោង 4:35 នាទីល្ងាចថ្ងៃដដែលនេះលោកអានសារិទ្ធបានទទួលមរណភាពផុតដង្ហើមលាចាកលោកនេះទៅហើយដោយសារតែជំងឺធ្វើទុក្ខខ្លាំងបច្ចុប្បន្នសពរបស់លោកអានសារិទ្ធកំពុងត្រូវបានក្រុមគ្រួសាររៀបចំពិធីបុណ្យសពតាមប្រពៃណីព្រះពុទ្ធសាសនាយ៉ាងក្រៀមក្រំបំផុតនៅគេហដ្ឋាននៃសពការលាចាកលោករបស់លោកអានសារិទ្ធគឺជាការបាត់បង់កូនជាបងជាប្អូននិងជាស្វាមីព្រមទាំងការបាត់បង់មន្ត្រីរាជការមួយរូបដែលបានខិតខំបំពេញការងារដ៏មានស្នាដៃជូនដល់មន្ទីរព័ត៌មានខេត្តព្រះវិហារនាពេលកន្លងមកថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះវិហារទាំងអស់សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារនិងសូមឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធលោកអានសារិទ្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។